ជាងពាក់កណ្ដាលជីវិតហើយខ្ញុំអត់មានសល់អីជាប់ខ្លួននេះសល់តែជីវិតមួយដែលអត់មានលំនឹងសល់តែជីវិតមួយដែលតែតោងអត់ដឹងកោះអត់ដឹងត្រើយនៅណាតែដែលមកដល់ត្រង់ចំណុចនេះខ្ញុំដឹងច្បាស់ថាលុយពិតជាសំខាន់នៅពេលដែលយើងមានលុយយើងមានញាតិជីវិតរបស់យើងអត់ឯកោយតែបើសិនយើងអត់លុយវិញកុំថាឡើយអ្នកដទៃឬក៏មិត្តភក្តិសូម្បីតែបងប្អូនឯងក៏គេអត់ពេញចិត្តជាមួយយើងកន្លងមកខ្ញុំគិតថាលុយវាអត់សូវសំខាន់ទេតែនៅពេលដែលខ្ញុំបាត់បង់គ្រប់យ៉ាងព្រោះតែលុយទើបខ្ញុំដឹងថាលុយពិតជាសំខាន់ខ្លាំងសម្រាប់ជីវិតរបស់ខ្ញុំបានបាត់បង់ភាពកក់ក្ដៅក្តីស្រឡាញ់សុខភាពនិងពេលវេលាក៏ព្រោះតែលុយ